អញ្ចឹងព័ត៌មានទី1នេះគឺជាជំនួបរវាងលោក Adam Smith ដែលជាសមាជិកសភារបស់សហរដ្ឋអាមេរិកហើយទទួលបន្ទុកខាងគណៈកម្មាធិការយោធាផងបានដឹកនាំប្រតិភូមួយទៅជួបជាមួយនឹងថ្នាក់ដឹកនាំរបស់កម្ពុជានេះបើយោងតាមការផ្សាយរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាខ្ញុំសូមដកស្រង់អត្ថបទរបស់ស្ថានទូតមកជម្រាបជូនគឺស្ថានទូតបានឲ្យដឹងថានាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុនម៉ាណែតបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិកដើម្បីពិភាក្សាលើការពង្រឹងភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងកម្ពុជានិងជំរុញអធិភាពរួមក្នុងការរក្សាសន្តិភាពសន្តិសុខនិងការអភិវឌ្ឍសេដ្ឋកិច្ចគណៈប្រតិភូសភាដឹកនាំដោយលោក Adam Smith បានគូបញ្ជាក់ថាសហរដ្ឋអាមេរិកចង់ឃើញការគោរពនៅបទជបាញ់លើចំនួនព្រំដែននិងប្រែក្លាយទៅជាសន្តិភាពរឹងមាំនិងយូរអង្វែងលោកសមាជិកសភា Smith ក៏បានជួបប្រជុំជាមួយនឹងឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិទាសីហាដើម្បីពិភាក្សាអំពីសន្តិសុខលំហសមុទ្រការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែននិងការធានាឲ្យតំបន់ Indo-Pacific មានសេរីភាពនិងបើកចំហសហរដ្ឋអាមេរិកក៏បានបដិញ្ញាធ្វើការជាមួយកម្ពុជាដើម្បីកសាងនៅតំបន់ Indo-Pacific ដែលមានសុវត្ថិភាពនិងវិបុលភាពបាទហើយព័ត៌មាននេះក៏ត្រូវបានចុះផ្សាយដោយខាងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់កម្ពុជាគឺលោកទាសីហាផងដែរបាទគឺទូនីតិរបស់លោក Adam Smith លោកជាអនុប្រធានគណៈកម្មាធិការសេវាកម្មខាងប្រដាប់អាវុធបាទហើយនៅក្នុងពេលជំនួបនោះគឺក៏មានខាង military attaché បាទទៅជួបជាមួយក្នុងប្រតិភូនឹងផងដែរណាចឹងបាទនេះគឺជាទំនាក់ទំនងមួយកម្រិតទៀតរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសកម្ពុជាក្នុងពេលដែលបាទដល់ពេលដល់ក្នុងពេលដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាបាទហើយនឹងសហរដ្ឋអាមេរិកក៏ខិតខំធ្វើយ៉ាងណាដើម្បីពង្រឹងនៅទំនាក់ទំនងឲ្យបានល្អប្រសើរជាមួយនឹងកម្ពុជាអញ្ចឹងនៅក្នុង Facebook របស់ខ្ញុំបានដាក់តំណ Facebook របស់លោក Adam Smith អញ្ចឹងប្រិមិត្តបានម្នាក់មួយទៀតហើយណាតើពេលមានរឿងអីដូចខ្ញុំបានជម្រាបនៅក្នុងកម្មវិធីម្សិលមិញអញ្ចឹងគឺមានការអីចូលទៅក្នុង Facebook របស់គាត់អរគុណគាត់ឬក៏មានរឿងអីសរសេរទៅឲ្យគាត់បានដឹងផងបាទអញ្ចឹងខ្ញុំចូលក្នុង Facebook ខ្ញុំដាក់ឈ្មោះគាត់ខ្ញុំដាក់ពណ៌ខៀវ highlight ហ្នឹងគឺចុចកន្លែងហ្នឹងទៅ Facebook របស់គាត់ហើយលោក Adam Smith បាទអញ្ចឹងខ្ញុំសួរប្រិមិត្តលេងមកតើពីមុនមានប្រតិភូមួយដែលទទួលបន្ទុកខាងផ្នែកខាងពាណិជ្ជកម្មបាទគឺអ្នកស្រី Bet Vandalian បាទសុំបានវ៉ាន់ឌៀនបាទ Bet Vandalian បាទគាត់បាន Bet Vandañ បាទច្រឡំឈ្មោះគាត់ Bet Vandañ គាត់បានទៅឥឡូវខាងគណៈកម្មការខាងយោធាតើបន្តទៀតប្រិមិត្តគាត់ថារឿងយ៉ាងម៉េចនឹងមានប្រតិភូណាទៀតទេបាទខ្ញុំប្រាប់ឲ្យចម្លើយគឺអាចនឹងមានប្រតិភូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបាទគាត់នៅទីតើពិតយ៉ាងណាចាំមើលតទៀតចឹងយើងរៀនមើលស្ថានភាពអញ្ចឹងដើម្បីឲ្យដឹងបាទនេះជាព័ត៌មានទី1ណាពាក់ព័ន្ធជាមួយនឹងក៏ប៉ុន្តែនៅក្នុងហ្នឹងគឺខ្ញុំសូមជម្រាបជូនប្រិមត្តផងដែរគឺខាងអ្នកនាំពាក្យក្រសួងការពារជាតិរបស់កម្ពុជាគឺអ្នកស្រីម៉ាលីសុជាតាក៏បានបញ្ជាក់ផងដែរថាខាងព្រឹកមិញហ្នឹងគឺខាងក្រសួងក៏បានអញ្ជើញក្រុមសង្កេតការអន្តរការនឹងចុះទៅពិនិត្យទីតាំងជាក់ស្ដែងនៅភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដើម្បីសង្កេតការនិងផ្ទៀងផ្ទាត់ស្ថានភាពនៅទីនោះផងដែរបាទអញ្ចឹងគឺស្ថានភាពគឺมันមានការផ្លាស់ប្ដូរអ្វីទេបាទដែលយប់មិញខាងគេទេមកប្រាប់ខ្ញុំទាំងយប់នោះគឺបារម្ភខ្លាចស្ថានភាពនៅភូមិជោគជ័យនោះគឺព្រោះថៃក៏ដាក់អសានវត្តថ្ងៃទី26ណាឥឡូវនេះគឺអត់មានអីរឿងអីកើតឡើងទេហើយលោកប៊ុនហៀងចូលថ្ងៃហ្នឹងប៊ុនហៀងអត់តឃើញឈ្មោះប៊ុនហៀងចូលអត់ដែលសួរខ្ញុំហ្នឹងគឺខ្ញុំថាដាក់ទៅនាំអ្នកសង្កេតការទៅចាំកន្លែងហ្នឹងអ្នកកសែតទៅចាំកន្លែងហ្នឹងទៅតែយ៉ាងម៉េចឥឡូវគឺសិភាពការបទូបថយណាបាទអញ្ចឹងតើតែយើងដឹងតាក់តិចខ្លះអញ្ចឹងបានលួចបោះប្រយោងខ្លះមិនបោះខ្ញុំមិនបោះប្រយោងកាប់គេចេះធ្វើការរបស់គេក៏ខ្ញុំអ្នកអង្គុយទីពីក្រៅនេះទេបាទ
បាទនេះគឺជាព័ត៌មានទី1តកតនឹងកម្ពុជាហើយក៏មានព័ត៌មាននៅក្នុងទី1នឹងដែរគឺខាងអ្នកនាំពាក្យក្រសួងការពារជាតិរបស់កម្ពុជាក៏បានដឹងថាការប្រជុំរបស់យុទ្ធភូមិភាគ2របស់ថៃរបស់លោកផាត់ឃ្លាំងជាមួយនឹងកម្ពុជាយុទ្ធភូមិភាគ4នោះគឺក៏លើកពេលទៅខែក្រោយណាលើកពេលខែក្រោយដោយសារតែមានការផ្លាស់ប្ដូរការផ្លាស់ប្ដូរយ៉ាងដែរបាទឥឡូវនេះព័ត៌មានទី2បាទចូលព័ត៌មានទី2គឺនេះគឺជាសេចក្តីរាយការណ៍ដែលខ្ញុំដកស្រង់ពីកាសែត Cambodia Nest កុំឲ្យថាខ្ញុំមិនដកស្រង់នៅក្នុងកាសែតកម្ពុជាแล้วដកមកដោយសារតែខ្ញុំអត់មានព័ត៌មានអ្វីតាក់ទងនឹងជំនួបហ្នឹងអញ្ចឹងគឺមានតែកាសែតកម្ពុជាគាត់ចុះផ្សាយអញ្ចឹងខ្ញុំយកផ្សាយទៅព្រោះខ្ញុំចង់ដឹងថាតើជំនួបរបស់លោកប្រាក់សុខុនជាមួយនឹងខាងជប៉ុននេះពិភាក្សាពីរឿងអ្វីបើខ្ញុំកាន់តែជាកាសែតខ្ញុំនឹងទៅសួរគេខ្ញុំដឹងតាំងពីថ្ងៃហ្នឹងប៉ុន្តែយើងអត់កាសែតយើងអត់ទៅសួរគេយើងចាំយកកាសែតផ្សាយវិញបាទអញ្ចឹងដូចខ្ញុំនិយាយដដែលគឺមក UNGA ហ្នឹងមិនមែនមានន័យថាទៅថ្លែងសន្ទរកថាហ្នឹងគាត់បន្តដល់ថ្ងៃថ្លែងប៉ុន្តែមានចំនួនច្រើនអញ្ចឹងខ្ញុំនិយាយដដែលឲ្យប្រិមិត្តឲ្យចាំកន្លែងហ្នឹងឲ្យចេះរៀនសង្កេតចឹងកុំឃើញភ្លាមបាទកុំនិយាយដដែលវាពុំមានអ្នកខឹងកាន់តែខ្លាំងបាទអូខេអញ្ចឹងឥឡូវនេះគឺព័ត៌មានទី2ណាព័ត៌មានទី2ហ្នឹងគឺការផ្សាយរបស់កាសែត Cambodia Nest ខ្ញុំសូមដកស្រង់ទូទេគឺនៅក្នុងសេចក្តីរាយការណ៍របស់កាសែត Cambodia Nest ហ្នឹងគាត់ថាជប៉ុនគាត់បានសន្យាថានឹងបន្តគ្រប់គ្រងទៅដល់កិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលមានចំនួនគ្នានេះបើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនគឺលោកអ៊ីវ៉ាយ៉ាតាកេស៊ីដែលគាត់បានថ្លែងនៅក្នុងអំឡុងពេលជួបជាមួយនឹងសមាភិករបស់គាត់គឺលោកប្រាក់សុខុនដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាបាទគឺជំនួបហ្នឹងគឺជួបកាលពីថ្ងៃម្សិលមិញនៅទីក្រុងញូវយ៉កនៅកិច្ចប្រជុំជាមួយនឹងមហាសន្និបាតរបស់អង្គការសហប្រជាជាតិនេះឯងបាទហើយបើយោងតាមក្រសួងការបរទេសរបស់កម្ពុជាគឺបានន័យថាភាគីទាំងពីរហ្នឹងគឺបាទជួបប្រជុំគ្នានេះគឺជាកិច្ចប្រជុំលើកទី3បាទនៅក្នុងការដែលរដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្ដូរទស្សនៈគ្នាអំពីបញ្ហានៅក្នុងតំបន់ហើយនៅពេលនេះគឺលោករដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនហ្នឹងក៏បានសម្ដែងការមួយដែលសោកស្ដាយផងដែរចំពោះការបាត់បង់ជីវិតពលរដ្ឋកម្ពុជាដោយសារតែការប៉ះទង្គិចនៅតាមព្រំដែនកើតមានឡើងរវាងថៃនិងកម្ពុជានេះឯងបាទហើយរដ្ឋមន្ត្រីទាំងពីរនេះគឺបើតាមលោករដ្ឋមន្ត្រីរបស់ជប៉ុនគាត់បានសម្ដែងក្តីសង្ឃឹមថាប្រទេសទាំងពីរគឺកម្ពុជានិងថៃនៅតែគោរពតាមបទជុំបាញ់គ្នាកិច្ចព្រមព្រៀងជុំបាញ់គ្នាហើយខិតខំធ្វើយ៉ាងណាដើម្បីចរចាគ្នាកាត់បន្ថយការតានតឹងឲ្យបានកើតមានឡើងដោយលោកអ៊ីវ៉ាយ៉ាបាននិយាយថាជប៉ុននឹងបន្តខិតខំប្រឹងប្រែងយ៉ាងណាដើម្បីជំរុញឲ្យមានការបន្ធូរបន្ថយភាពតានតឹងនៅក្នុងស្ថានភាពនេះហើយជប៉ុនបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននេះគឺបានដឹងថាជប៉ុនគាត់បានចូលរួមផ្ដល់ជំនួយមនុស្សធម៌និងការគាំទ្រផ្នែកការទូតនឹងច្រើនទៅដល់កិច្ចការអស់ហ្នឹងហើយនៅខែសីហាគឺជប៉ុនបានផ្ដល់ទឹកប្រាក់ចំនួន$1 លានដើម្បីជាជំនួយសង្គ្រោះបន្ទាន់តាមរយៈស្ថានទូតជប៉ុននៅកម្ពុជាហើយក៏បានជួយគាំទ្រខាងផ្នែកស្បៀងអាហារជំរកថ្នាំពេទ្យទឹកស្អាតហើយនឹងអនាម័យនឹងទៅដល់ពលរដ្ឋភាគសឹករបស់កម្ពុជាផងដែរបាទនេះគឺជាសេចក្តីរាយការណ៍បាទហើយសារព័ត៌មាននេះបានបញ្ចប់ដោយនិយាយថាទន្ទឹមនឹងការពិភាក្សាអំពីបញ្ហាភាពតានតឹងរវាងកម្ពុជានិងថៃចំនួនព្រំដែននេះគឺរដ្ឋមន្ត្រីទាំងពីរនេះក៏បានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទៅលើផ្នែកសេដ្ឋកិច្ចផងដែរបាទនេះគឺជាព័ត៌មានទី2ដែលខ្ញុំយកមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នានៅមួយទៀតដែលខ្ញុំអត់ទាន់ឮសូរផ្សាយនោះគឺជួបជាមួយនឹងកាកបាទក្រហមអន្តរជាតិនោះតើនិយាយរឿងអីខ្លះណាគឺយើងបានទាយទាំងអស់គ្នាដែលយើងថាបាយជានិយាយពីរឿងវិរៈបរោះទាំង18នាក់របស់កម្ពុជានោះប៉ុន្តែមិនទាន់ដឹងទេអញ្ចឹងខ្ញុំរងចាំមើលព័ត៌មាននឹងដែរបើមិនជាបានព័ត៌មាននឹងយ៉ាងម៉េចខ្ញុំនឹងជម្រាបជូនប្រិយមិត្តដែលសង្ឃឹមថាក្រសួងគាត់នឹងបញ្ចេញឲ្យយើងដឹងណាបាទ
អញ្ចឹងព័ត៌មានទី3ឥឡូវនេះគឺមិញហ្នឹងជប៉ុនក៏ថាឲ្យចរចាគ្នាឲ្យបន្ធូរបន្ថយភាពតានតឹងតាមរយៈចរចាគ្នាប៉ុន្តែតើនាយករដ្ឋមន្ត្រីថ្មីថៃរបស់ថៃវិញតើលោកអនុทิនគាត់និយាយយ៉ាងម៉េចបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានThe Nation ណា The Nation អញ្ចឹងខ្ញុំសូមដកស្រង់ពីសារព័ត៌មាន The Nation របស់ថៃវិញម្ដងថាតើ The Nation គាត់រាយការណ៍ពីយ៉ាងម៉េចដែរពីខាងភាគីថៃបាទអញ្ចឹងបើប្រិមិត្តស្ដាប់តែកាសែតខ្មែរដឹងតែរឿងភាគីខ្មែរស្ដាប់កាសែតថៃដឹងតែអ្នកនៅកាសែតថៃដឹងតែរឿងភាគីថៃតែអ្នកណាមកចូលកម្មវិធីនេះគឺដឹងទាំងសងខាងបាទអញ្ចឹងបើតាមកាសែត The Nation គាត់បានរាយការណ៍ថានាយករដ្ឋមន្ត្រីថៃគឺលោកអនុทิនច័ន្ទវីរៈកុលហ្នឹងគឺបានបញ្ជាក់នៅថ្ងៃសុក្រហ្នឹងគឺថាប្រទេសថៃនឹងមិនបើកច្រកព្រំដែនឡើងវិញទេរហូតតតែគាត់ចាត់ទុកថាកម្ពុជាលែងបង្កការគំរាមកំហែងទៅដល់ប្រទេសថៃទៀតដោយសង្កត់ធ្ងន់ថាកងកម្លាំងយោធារបស់ថៃនោះគឺមានអំណាចពេញលេញនៅក្នុងការពារអធិបតេយ្យភាពរបស់ជាតិថៃបាទគឺគាត់និយាយបែបនេះនៅក្នុងពេលនៅក្នុងវិមានរដ្ឋាភិបាលហើយគាត់ថាគោលជំហរគោលនយោបាយរបស់រដ្ឋាភិបាលរបស់លោកគឺមានច្រើនណាក្នុងនោះរួមមានការធ្វើប្រជាមតិឡើងវិញនៅអនុសារណៈស្ដីពីការយោគយល់ឆ្នាំ2000-2001បាទដែលគេហៅថា MOU 43-44នៅក្នុងប្រទេសថៃគេហៅអញ្ចឹងណា MOU 43-44ហ្នឹងគឺដើម្បីធ្វើយ៉ាងណារារាំងបង្ការមិនឲ្យមានចំនួនបន្ថែមទៀតឬក៏ភាពតានតឹងនៅតាមព្រំដែនជាមួយនឹងកម្ពុជាថៃនោះទេបាទនេះគឺជាការលើកឡើងរបស់លោកអនុทินហើយបានលោកអនុทินក៏បានបញ្ជាក់បន្ថែមទៀតថាគឺថៃនឹងមិនបើកច្រកព្រំដែនឡើងវិញទេរហូតតតែកម្ពុជាលែងគម្រាមកំហែងទៅដល់ប្រទេសថៃហើយបានសង្កត់ធ្ងន់ថាបាទនេះដដែលទេបាទប្រយោគដដែលលោកអនុทินក៏បានទទួលស្គាល់ថាការបង្កហេតុក្នុងពេលកន្លងមកដែលកើតឡើងជាប្រចាំនៅតាមព្រំដែននេះគឺកងកម្លាំងរបស់យោធាថៃបានបង្ហាញនៅការអត់ធ្មត់ដ៏ខ្លាំងបំផុតហើយនៅតែត្រៀមលក្ខណៈជានិច្ចដើម្បីទប់ស្កាត់រារាំងការចូលឈានពានណាមួយលោកបាននិយាយថាគឺគាត់បានបញ្ជាក់ឡើងវិញហើយនៅជំហររបស់គាត់ជាមួយនឹងក្រសួងការពាររបស់ថៃហ្នឹងហើយបាននិយាយជាមួយនឹងមេបញ្ជាការយោធាផងដែរដោយសម្ដែងជំនឿទុកចិត្តថាភាគីទាំងពីរនេះនឹងចែករំលែកនៅការយោគយល់គ្នានិងកិច្ចសហប្រតិបត្តិការគ្នាហើយចំពោះវិធានការវិបកណាវិញជាក់លាក់ណាមួយនោះគឺអាចនឹងជាការមួយដែលចាត់ការដោយផ្ទាល់ដោយយោធារបស់ថៃហើយនៅពេលដែលអ្នកសារព័ត៌មានសួរថាតើពេលណាទៅដែលលោកមានអាចមានផែនការនិយាយគ្នាជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតឬក៏លោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភារបស់កម្ពុជាដើម្បីបន្ធូរបន្ថយភាពតានតឹងនោះទេលោកអនុทินបានឆ្លើយថាពួកយោធាគឺមានអំណាចពេញលេញនៅក្នុងការការពារដែនអធិបតេយ្យភាពរបស់ថៃនិងបូរណភាពនិងសន្តិសុខនិងប្រជាពលរដ្ឋថៃគឺមិនមានរឿងអ្វីបើកព្រំដែនទេរហូតដល់ពេលនោះបាទលោកដូចជាមិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានទេនេះអ្វីតែកាសែត The Nation ចង់បញ្ជាក់ហ្នឹងគឺគាត់ឆ្លើយបំពេញសំណួរហើយនៅលើជ្រុងការទូតវិញបាទលោកអនុทินនិយាយថាគឺគាត់បានណែនាំទៅដល់រដ្ឋមន្ត្រីក្រសួងការបរទេសថៃគឺលោកស៊ីហាស័កភួងខិតខាវដែលជាអ្នកការទូតដ៏មានបទពិសោធន៍ម្នាក់ឲ្យមើលការខុសត្រូវទៅលើគោលនយោបាយការបរទេសហ្នឹងដោយលោកបានសង្កត់ធ្ងន់ថាការសម្រេចចិត្តណាមួយតាក់ទងជាមួយនឹងការធ្វើឲ្យប្រសើរឡើងនៅទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជាហ្នឹងគឺត្រូវតែផ្អែកទៅលើករណីមួយម្ដងដោយមានការពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់គាត់ហ្នឹងបាទអញ្ចឹងដូច្នេះគឺចម្លើយរបស់គាត់ហ្នឹងគឺមិនជាច្បាស់ទេថាតើយ៉ាងម៉េចទេគឺគាត់និយាយថាមួយករណីម្ដងនៅក្នុងការតំណាក់តំណងជាមួយនឹងកម្ពុជាហើយនឹងពិភាក្សាជាមួយនឹងយោធាហើយនឹងជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់គាត់ហ្នឹងបាទអញ្ចឹងតើគាត់នឹងចាត់វិធានការយ៉ាងម៉េចគឺយើងនៅអត់ទាន់ដឹងនៅឡើយតែណាបាទអញ្ចឹងនេះគឺជាការវិវត្តមួយ
នៅក្នុងប្រទេសថៃដែលយើងបានដឹង បងប្អូនប្រជាប្រដ្ឋយើងដែលគាត់នៅតំបន់ហ្នឹងគាត់ប្រាប់មកអ្នកព័ត៌មានយើងថាគាត់អត់មានហេតុផលអីត្រូវចាក់ចេញទេចាដីនេះជាដីផ្ទះរបស់គាត់ដីចំការដីភូមិដីគេដូនតារបស់គាត់ចាគាត់និយាយអញ្ចឹងរឿងនេះគឺជារឿងឆន្ទៈរបស់បងប្អូនប្រជាប្រដ្ឋខ្មែរយើងម្ចាស់ដីពិតប្រាកដចាអញ្ចឹងស្ថានភាពថ្ងៃនេះថ្ងៃ26នេះគឺជាស្ថានភាពមួយដែលយើងត្រូវតាមដានព័ត៌មានទាំងអស់គ្នាណាបងប្អូនចាហើយខ្ញុំគិតថាបងប្អូនប្រកាសជាសម្រុកទៅតំបន់ខាងលើនឹងទៀតហើយថ្ងៃនេះចាហើយខ្ញុំនឹងបញ្ជាក់ជូនវគ្គ4ថាមិនទៅប្រជាពលរដ្ឋយើងគាត់អញ្ជើញទៅដល់ទីតាំងកន្លែងភូមិជោគជ័យហើយនឹងភូមិព្រៃច័ន្ទនឹងមិនដែរចាព្រោះអីរាល់ពេលដែលមានការប្រទាំងប្រទើសពេលខ្លះរឿងខ្លះព័ត៌មានអត់ដឹងផងបងប្អូនយើងគាត់មាន smartphone គ្រប់ដៃគាត់គាត់ឆាតគាត់ផ្ញើសារជាសំឡេងទៅឲ្យគ្នាពេលដែលថ្ងៃក្តៅម្ដងក្រុមការងារយើងប្រាប់មកថាប្រជាពលរដ្ឋយើងពីខេត្តផ្សេងជាប្រទេសអ្នកប្រទេសមានជ័យអ្នកប៉ោយប៉ែទៅរាប់ពាន់នាក់ចាទៅរាប់ពាន់នាក់ហ្មងហ្នឹងហើយនៅលើទឹកដីរបស់យើងសោះនៅជាច្រើនទសវត្សរ៍ហើយបែរជាគេមកដាក់ឲ្យសានអាវ៉ាតឲ្យចេញគេយកដឹកដីហ្នឹងឈឺចាប់ហើយបងប្អូនឈឺចាប់ប្រទេសជាតិយើងនៅសុកសັບទៅជារឿងអញ្ចឹងទៅហ្នឹងឥឡូវបងប្អូនគាត់បដិញ្ញាចិត្តហើយថាដីរបស់គាត់ផ្ទះរបស់គាត់តាំងពីណាពីណីពីដូនតាមកឲ្យគាត់ទៅឯណាចឹងចាអីក៏ជាតិនិយមអីថាឯងពេកនោះគេមិនជាតិនិយមទេរបស់គេដីរបស់គេហើយខាងក្រសួងការពារជាតិក៏បានចេញមកហើយថាកុំយកច្បាប់ស្រុកយកមកអនុវត្តជាមួយនឹងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាចាច្បាប់ស្រុករបស់ខ្លួនឯងអនុវត្តនៅក្នុងស្រុកខ្លួនឯងទៅវាមិនត្រឹមត្រូវទៅតែសោះធ្វើអីអត់ចេះខ្មាស់អៀនអត់ខ្លាចថាខុសច្បាប់អន្តរជាតិអីអត់ស្ដាប់អាណាទាំងអស់និយាយផ្សេងធ្វើផ្សឹងកិច្ចព្រមព្រៀងគ្នាមានលើกระดาษចេញមកដដែលវិញធ្វើដដែលវិញអញ្ចឹងធ្វើម៉េចឥឡូវណាបានថាយ៉ាងណាក៏ដោយយើងអត់ធ្មត់ដូចខ្ញុំបានលើកឡើងអញ្ចឹងថាក៏វាមានព្រំដែនដែរមិនណាគេអត់ធ្មត់តែរហូតទេប៉ុន្តែគាត់ថាយើងធ្វើការងារតាមកិច្ចការងារការទូតតាមរយៈអន្តរជាតិវារៀងយូរមែនតែបានផលល្អចាតែតោងជាមួយនឹងរឿងព្រំដែនដដែលនេះគឺឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យនឹងក៏បានស្នើទៅដល់ភាគីថៃដែរចាសូមឲ្យចូលរួមជាមួយកម្ពុជាដើម្បីអនុវត្តឲ្យបានម៉ឺងម៉ាត់នៅស្មារតីនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅហៅកាត់ថា GBC នៅថ្ងៃទី10ខែកញ្ញាឆ្នាំ2025ចំណុច 8.1 គឺបានប្រគល់ភារកិច្ចឲ្យខេត្តបន្ទាយមានជ័យរបស់កម្ពុជានិងខេត្តស្រះកែវរបស់ថៃនឹងសម្របសម្រួលជាមួយគ្នាដើម្បីគ្រប់គ្រងស្ថានភាពនៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធីរួមបញ្ចូលជាមួយនឹងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំនៃវិវាទឬក៏បង្កើតភាពតានតឹងដោយរងចាំការដោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកហៅកាត់ថា JBC នៃប្រទេសទាំងពីរចាអញ្ចឹងបើនិយាយពីច្បាប់បើនិយាយពីគោលការណ៍បើនិយាយពីចំណុចឯកភាពមានទាំងអស់ប៉ុន្តែជាអកុសលអីកម្ពុជាធ្វើតែម្នាក់ឯងចាភាគីម្ខាងទៀតអត់បានសហការទេហើយពីរឿងថាក្រមសង្កេតការអន្តរការហៅកាត់ថា IOT ដែលម៉ាឡេស៊ីធ្វើជាប្រធានចុះទៅទាំងយប់ចុះទៅទាំងថ្ងៃចាចុះទៅរហូតចុះទៅនឹងមិនមែនចុះទៅកាត់សេចក្តីថាខាងណាខុសខាងណាត្រូវទេខាងនេះដីអ្នកណាខាងនោះដីអ្នកណាទេអត់ទេ IOT តួនាទីរបស់គាត់គឺពិនិត្យមើលស្ថានភាពតើក្រោយបទឈប់បាញ់នេះបន្ទាប់ពីភាគីទាំងពីរនឹងឯកភាពគ្នាក្រោមបទឈប់បាញ់នេះតើអនុវត្តត្រូវអត់ទេគេប្រាប់ថាកុំឲ្យពង្រីកចំនួនកុំឲ្យបង្កបញ្ហាកុំឲ្យមានការបន្ថែមសពាវុធតូចធំចាមានអត់ចឹងគេមកពិនិត្យត្រង់ហ្នឹងចាគេមកពិនិត្យត្រង់ហ្នឹងហើយរូបភាពចុងក្រោយដែរប្រទាំងប្រទើគ្នាថ្ងៃ17ហើយ IOT ចុះទៅទាំងយប់នេះរូបភាពនេះចាអញ្ចឹងគេចុះទៅហ្នឹងគេមានភ្នែកគេមានតិចហើយគេមានសភៅគេ
ពីកត់ត្រាហើយបន្ទាប់ពីកត់ត្រាហើយគេបញ្ជូនទៅលើហើយអញ្ចឹងរឿងម៉ាឡេស៊ីធ្វើជាប្រធាននេះជាអ្នកអង្កេតការជាអ្នកតាមដាននេះមកតាំងយន្តហោះយោធាម៉ាឡេស៊ីផងចាអញ្ចឹងបើនិយាយពីរឿងម៉ាឡេស៊ីស្គាល់ថៃស្គាល់ខ្មែរនឹងគឺច្បាស់ហ្មងចាខាងណាខុសខាងណាត្រូវក៏គេដឹងដែរប៉ុន្តែគេជាអាញាកដាលនឹងហើយអញ្ចឹងនៅតែម៉ាឡេស៊ីនឹងនៅតែតាក់ទងជាមួយនឹងសហរដ្ឋអាមេរិកអញ្ចឹងចាតាក់ទងជាមួយនឹងបទច្របាញ់ហ្នឹងតែឈានដល់កម្រិតណាមិនមកហើយ